សូមជួយរៀបរាប់ឈ្មោះនៅឈ្មោះអីនៅទីណាហើយធ្វើការអីជំរាបសួរនាងខ្ញុំឈ្មោះឈឿងធីតារស់នៅភូមិវងរលីងឃុំក្រវ៉ាស្រុកម្ដាយខេត្តកំពង់ធំរងថ្ងៃខ្ញុំធ្វើការនៅភ្នំពេញធ្វើកម្មករការិនីរោងចក្រសូមឲ្យបងស្រីជួយរៀបរាប់អំពីព្រឹត្តិការណ៍ដំណើររឿងដែលបណ្ដាលឲ្យបងស្រីទៅ live អំពីករណីចោលប្លន់ម៉ូតូនៅម្ដុំសាខាជាមួយនឹងpage TPU អញ្ចឹងជួយរៀបរាប់ពីដំណើររឿងហ្នឹងយ៉ាងម៉េចទៅជាដំបូងនាងខ្ញុំខ្វះខាតថវិកាហើយនាងខ្ញុំបានយកម៉ូតូទៅបញ្ចាំដើម្បីដោះតលជីវភាពគ្រួសារទៅពេលហើយក៏អត់មានលទ្ធភាពបង់ក្នុងការយកម៉ូតូមកវិញក៏បានធ្វើការដើម្បីបំភ្លៃរឿងថាចោលប្លន់ម៉ូតូហ្នឹងគឺជាករណីបំភ្លើសទេដែលនាងខ្ញុំប្រឌិតឡើងហេតុការណ៍ដែលកើតឡើងគឺនាងខ្ញុំបានជិះឡានពីភ្នំពេញមកដល់ស្រុកអាវដើម្បីឈប់នៅទីកន្លែងកែងហ្នឹងហើយក៏បានចុះពីឡានមួយហើយឡើងឡានមួយទៀតទៅភ្នំពេញវិញដើម្បីរកសារព័ត៌មានដើម្បីផ្សព្វផ្សាយដើម្បីឲ្យឡាយពីការដែលខ្ញុំបំភ្លៃថាបាត់ម៉ូតូហ្នឹងចោលប្លន់ម៉ូតូហ្នឹងដើម្បីឲ្យខាងសប្បុរសធម៌ឬក៏សប្បុរសជនគាត់ជួយឬឲ្យសារព័ត៌មានជួយផ្សាយដើម្បីឲ្យដឹងឮពីហេតុការណ៍កាត់ឡើងតែពិតនាងខ្ញុំមិនបានបាត់ម៉ូតូឬក៏ចោលប្លន់ម៉ូតូទេដោយសារនាងខ្ញុំបានយកម៉ូតូហ្នឹងទៅបញ្ចាំនៅផ្សារដើមគោហើយដោយសារនាងខ្ញុំខ្វះថវិកានឹងការយកមកវិញហើយក៏គ្មានលទ្ធភាពបង់ហើយណាមួយកូនឈឺទៀតអញ្ចឹងហើយបានខ្ញុំប្រឌិតរឿងនឹងកាត់ឡើងធ្វើឲ្យជាកំហុសអចេតនារបស់នាងខ្ញុំអញ្ចឹងសូមឲ្យបងស្រីបញ្ជាក់ឡើងវិញអញ្ចឹងរឿងដែលបងស្រី live នៅក្នុង page នេះគឺជារឿងដែលបងស្រីប្រឌិតឡើងចាគឺជារឿងប្រឌិតបំភ្លៃដើម្បីបង្កើតនៅការឲ្យមានគេជួយឬក៏សប្បុរសជនដើម្បីអាណិតអាសូរយើងការពិតនាងខ្ញុំអត់បានចោលប្លន់ម៉ូតូទេគឺនាងខ្ញុំបានយកម៉ូតូនឹងទៅបញ្ចាំដើម្បីដោះតលនឹងជីវភាពរបស់នាងខ្ញុំអញ្ចឹងខ្ញុំសូមអធិស្ឋានសូមអភ័យទោសដល់សំណាក់ដល់អាយដាមលោកទាវដល់ថ្នាក់ដឹកនាំដល់ខាងឃុំឃុំសង្កាត់នៅខាងខេត្តកំពង់ចាមផងដែលនាងខ្ញុំបានបំភ្លៃរឿងនឹងកាត់ឡើងចូលមកជាស្រ័យដល់រូបនាងខ្ញុំផងសូមអភ័យទោសដល់រូបនាងខ្ញុំផងដែលខ្ញុំធ្វើជាកំហុសអចេតនានេះកាត់ឡើងបងស្រីមានអីជាបណ្ដាំចុងក្រោយទៅសាធារណជននេះជាចុងក្រោយនាងខ្ញុំសូមឲ្យមហាជនទាំងអស់កុំឲ្យធ្វើគំរូតាមនាងខ្ញុំព្រោះដល់វាប៉ះពាល់ដល់កិត្តិយសទាំងកេរ្តិ៍ឈ្មោះនិងប៉ះពាល់ដល់ខាងសង្គមប្រទេសជាតិទាំងមូលផងដែរអញ្ចឹងសូមឲ្យខាងឃុំខណ្ឌស្រុកពធាយនេះនគរបាលសូមជាអន្តរភ័យទោសដល់រូបនាងខ្ញុំផងសូមអធិស្ឋានសូមអរគុណSahara